យូរកូនល្អអត់ថ្មិតបន្តិចទៅណាមេឃភ្លឺឡើងនឹងស្រួលហើយចាំស្អែកបងទៅរកបន្តទៀតប្រកាសជារកឃើញទេបងខ្ញុំឃ្លានខ្ញុំក៏ត្រជាក់ដែរម្រាមជើងខ្ញុំគ្មានអារម្មណ៍អីសោះមិនអីទេបងអោបអូនទៅនឹងលេងត្រជាក់ហើយកុំកេងណាយូរនិយាយជាមួយបងបន្តិចមកកុំតន់កេងអីជៀនជូនមើលកែងជញ្ជាំងតាមានក្មេងពីរនាក់អង្គុយនៅទីនោះមែនទេអាកាសធាតុត្រជាក់ខ្លាំងបែបនេះឪពុកម្ដាយពួកគេហ៊ានបណ្ដោយម្លេះប្រយ័ត្នតែឈឺធ្ងន់ធ្ងរទៅក្មេងអាកាសធាតុត្រជាក់ខ្លាំងបែបនេះហេតុអ្វីមកអង្គុយនៅទីនេះឪពុកម្ដាយកូនទៅណាអស់ហើយអ្នកមីងពួកយើងឪពុកម្ដាយពួកយើងស្លាប់អស់ហើយផ្ទះនៅស្រុកកំណើតក៏គេរឹបអូសយកទៅបាត់ពួកយើងគ្មានកន្លែងទៅទេក៏មកក្នុងក្រុងដើម្បីរកសាច់ញាតិឆ្ងាយម្នាក់តែពួកយើងរក3ថ្ងៃហើយផ្លូវនោះគេរុះរើចោលបាត់ទៅហើយរកសាច់ញាតិមិនឃើញទេបងខ្ញុំឃ្លានក្មេងអើយពួកកូនទៅផ្ទះជាមួយពូនិងមីងសិនទៅនៅផ្ទះមានបាយក្តៅហូបឲ្យរាងកាយកក់ក្តៅសិនចាំស្អែកមេឃភ្លឺមីងនឹងជួយកូនរកសាច់ញាតិទាំងអស់គ្នាតើបានទេយូក្រោកឡើងពួកយើងទៅជាមួយពូនិងមីងណាអរគុណពូអរគុណមីងជានយន់លើកការធុនទឹកក្តៅនឹងមកនេះមកឲ្យក្មេងត្រាំជើងសិនទៅមីងត្រាំឲ្យក្តៅខ្លួនបានស្រួលបួលត្រាំយូរបន្តិចទៅឲ្យចេញយើងអស់អ្នកទាំងពីរចាំនៅនឹងសិនណាមីងទៅដាំមីឲ្យញ៉ាំផ្លែទៀតបានហូបហើយយូកូនហូបមុនទៅកុំចិត្តអីមានហូបគ្រប់គ្នានឹងអ្នកទាំងពីរហូបទៅមីងនៅសល់ទៀតឆ្ងាញ់ណាស់ហូបយឺតប្រយ័ត្ននៅលេខណាកុំភ័យអីកូនលើលោកនេះគ្មានឧបសគ្គណាហួសពីសមត្ថភាពយើងទេហូបឆ្អែតហើយគេងលក់ឲ្យស្រួលបួលទៅរឿងឆានចិនទុកនិយាយគ្នាថ្ងៃស្អែកមីងបានឲ្យគេជួយស៊ើបពីដំណឹងសាច់ញាតិរបស់កូនហើយអាសយដ្ឋានសរសេរនៅក្នុងក្រដាសក្នុងស្រោមសម្បត្តិនេះហើយក្នុងនេះមានលុយ500យួនកូនយកទៅប្រើទៅហើយនេះមានទូរស័ព្ទចាស់មួយគ្រឿងមានឆ្នាំងសាកនៅក្នុងនឹងស្រាប់បើមានការលំបាកអ្វីទោះជួបការលំបាកយ៉ាងណាកុំភ្លេចទេមកមីងណាមីងឲ្យគុណបំណាច់ដ៏ធំធេងរបស់មីងនេះខ្ញុំមីចិនមិនភ្លេចមួយជីវិតឡើយចាំខ្ញុំធំឡើងមានសមត្ថភាពខ្ញុំនឹងត្រឡប់មកដប់ស្នងអ្នកទាំងពីរវិញពិតប្រាកដមែនក្រោកឡើងកូនឆាប់ក្រោកឡើងកូនចាំទុកណាពួកយើងមិនត្រូវការឲ្យកូនសងគុណអ្វីទេធ្វើជាមនុស្សឲ្យតែមានចិត្តខំប្រឹងនិងតស៊ូច្បាស់ជាអាចរស់នៅបានយ៉ាងល្អមិនខានថ្ងៃក្រោយមិនថាកូនជួបការលំបាកអ្វីក៏កុំបោះបង់ឲ្យសោះទ្រាំបន្តិចទៅគឺនឹងឆ្លងផុតហើយទៅចុះកូនកុំឲ្យខកជើងឡានចាប់ពីពេលនេះទៅរស់នៅឲ្យបានល្អណាមិនដឹងថាក្មេងពីរនាក់នេះទៅថ្ងៃមុខអាចរស់នៅបានល្អដែរឬទេបានក្មេងម្នាក់នោះមានក្តីសង្ឃឹមក្នុងក្រសែភ្នែកគេមិនមែនជាមនុស្សកំសាកទេមន្ទីរពេទ្យទើបតែមកជំរុញទៀតហើយគេថាសៀវគួរត្រូវតែវះកាត់នៅសប្តាហ៍ក្រោយទុកទៅទៀតមិនបានទេតែថ្លៃវះកាត់600,000នឹងពួកយើងទៅរកពីណាមកទោះលក់របស់របរក្នុងផ្ទះចោលក៏ត្រូវតែរកឲ្យបានលក់ផ្ទះចោលទៅខ្វះខាតប៉ុន្មានក៏ទៅខ្ចីគេទោះបីត្រូវបាត់បង់មុខមាត់ចាស់ជរារបស់ខ្ញុំនេះក៏ដោយក៏ត្រូវតែរកថ្លៃវះកាត់ឲ្យសៀវគួរឲ្យបានដែរចុះមិនទៅសាកសួរមើលបងប្រុសធំរបស់អញទៅកាលពីមុនពេលគាត់រកស៊ីហើយត្រូវគេបោកអស់ពីខ្លួនគឺពួកយើងនេះហើយដែលលក់ផ្ទះជួយសងបំណុលឲ្យគាត់ពេលនេះក៏ដល់ពេលដែលគាត់ត្រូវជួយពួកយើងវិញម្ដងហើយបានតើសាកមើលចុះមិនបានពួកឯងមកមិនទូរស័ព្ទប្រាប់មុនសោះបងប្រុសធំបងស្រីថ្លៃរឿងជាអូហ្គោចូលពេទ្យអ្នកប្រហែលជាបាននៅខ្លះហើយស្ថានភាពមិនសូវល្អទេគ្រូពេទ្យថាចាំបាច់ត្រូវតែវះកាត់ភ្លាមលើកនេះខ្ញុំមកក៏ចង់មកពិភាក្សាជាមួយអ្នកថាតើអាចខ្ចីលុយបងបន្តិចសម្រាប់កូនទី2ខ្ញុំបានទេមិនមែនបងចង់ថាឲ្យប្អូនទេកូនប្អូននឹងតាំងពីតូចមកសុខភាពមិនសូវល្អសោះ3ថ្ងៃចូលពេទ្យម្ដង2ថ្ងៃចូលពេទ្យម្ដងមើលទៅដូចជាស្រះដែលគ្មានបាត់អញ្ចឹងម្យ៉ាងទៀតប្អូនមើលផ្ទះបងនេះចុះថ្លៃរំលោះផ្ទះជារៀងរាល់ខែក៏មិនមែនតិចដែរបងទើបនឹងទិញឡានថ្មីលុយមិនសូវមានទេតើមានលុយឯណាមកឲ្យប្អូនខ្ចីទៅកាលពីមុនក៏ធ្លាប់ដាស់តឿនថាកុំឲ្យមានកូនទី2ពួកប្អូនបែរជាមិនព្រមស្ដាប់ឥឡូវនេះឃើញទេបង្កើតបានតែកូនឈឺរ៉ាំរ៉ៃមកធ្វើបាបក្រុមគ្រួសារនេះមិនមែនជាការរកទុកដាក់ខ្លួនទេអីបងថ្លៃជាអូហ្គោជាសាច់ឈាមរបស់ខ្ញុំវាជាកូនបង្កើតរបស់ខ្ញុំបងនិយាយបែបនេះវាឈឺចាប់ណាស់ព្រោះតែខ្ញុំអស់ផ្លូវដើរហើយទើបសម្រេចចិត្តមករកបងកាលពីបងជួបទុក្ខលំបាកអ្នកចិត្តខាងគេលក់ផ្ទះមកជួយសងបំណុលឲ្យបងទាំងមិនស្ទាក់ស្ទើរឥឡូវនេះពួកបងរកស៊ីធំដុំជីវភាពក៏ធូរធារហើយជួយពួកយើងបន្តិចទៅនិយាយអញ្ចឹងមិនបានទេកាលនោះគឺពួកប្អូនស្ម័គ្រចិត្តជួយពួកយើងទេយើងមិនបានយកកាំបិតទៅក្បាលប្អូនដើម្បីបង្ខំទេណារឿងចាស់រឿងគំរិលអស់ហើយលើកមកនិយាយដែលមានប្រយោជន៍អីចុះឲ្យពួកយើងជួយម្ដងយើងត្រូវតែទទួលខុសត្រូវលើពួកអ្នកមួយជីវិតមែនទេបងប្រុសសៀវគូគឺជាក្មួយប្រុសបង្កើតរបស់បងណាគេឲ្យបងថាពូពេញមាត់តើបងដាច់ចិត្តឈោមើលក្មួយប្រុសខ្លួនឯងស្លាប់ដោយសារតែរឿងនេះមែនទេបានហើយនិយាយកាន់តែហួសហេតុទៅហើយនេះមានលុយ500យួនយកទៅចុះមិនបាច់សឹងវិញទេបន្តិចទៀតខ្ញុំមានរៀបចំកម្មវិធីជប់លៀងបើគ្មានរឿងអីទេត្រឡប់ទៅវិញទៅ
លោកប្រធានយើងរកឃើញពូលីនិងមីងវ៉ាងដែលលោកតាមរកជាច្រើនឆ្នាំហើយក្រុមការងារយើងបានស្រាវជ្រាវឃើញថាពេលនេះពួកគាត់កំពុងស្នាក់នៅក្នុងផ្ទះជួលតំបន់ស៊ិនហ្វូឆាងប៉ៃអ្វីណារកឃើញហើយមែនទេតែនៅមានរឿងមួយទៀតក្រុមការងារយើងឃើញថាមីងវ៉ាងតែងតែទៅមន្ទីរពេទ្យញឹកញាប់និយាយថាកូនប្រុសរបស់ពួកគាត់មានបញ្ហាខ្សោយតម្រងនោមឥឡូវនេះកំពុងរងចាំលុយដើម្បីវះកាត់បងខ្សោយតម្រងនោមដំណាក់កាលចុងក្រោយមែនទេបើអញ្ចឹងតើជីវិតពួកគាត់លំបាកប៉ុណ្ណាទៅឆាប់ទៅភ្លាមកាលនោះបើមិនបានពួកគាត់ជួយដៃជួយជើងទេខ្ញុំនឹងយូរប្រហែលជាមិនអាចឆ្លងផុតរដូវរងានោះបានឡើយសងគុណនេះទោះបីជាត្រូវប្រើពេលមួយជីវិតក៏យើងត្រូវតែសងឲ្យបានឥឡូវនេះពួកគាត់ជួបការលំបាកដល់ពេលដែលយើងត្រូវតបស្នងសងគុណហើយបងស្រីបងថ្លៃពួកបងមកមានការអីដែរហេតុអ្វីមិនប្រាប់មុនមួយម៉ាត់ខ្ញុំកំពុងតែប្រញាប់ចេញទៅក្រៅណាត់មិត្តភក្តិទៅធ្វើសម្រស់បងស្រីស៊ូហ្វិនពួកខ្ញុំពិតជាគ្មានផ្លូវជ្រើសរើសផ្សេងទៀតហើយលុយវះកាត់មិនគ្រប់ទេអ្នកអាចជួយខ្ចីលុយខ្ញុំបន្តិចបានទេបងស្រីនឹងសងវិញបន្តិចម្ដងទោះត្រូវធ្វើការតក់សងវិញក៏បងត្រូវតែសងឲ្យបានមិនមែនខ្ញុំចង់ថាអីទេណាបងស្រីបងក៏ដឹងថាប្តីខ្ញុំចំនួនមិនសូវល្អប៉ុន្មានទេខែមុនទើបតែខាត់លុយអស់មួយដុំធំពួកយើងសំបីតែអង្គនឹងហូបក៏ស្ទើរតែរកមិនបានផងម្យ៉ាងវិញទៀតស្ថានភាពផ្ទះបងពេលនេះខ្ញុំនិយាយពាក្យមិនសូវស្ដាប់បន្តិចចុះលុយខ្ចីទៅហើយក៏ដូចជាយកសាច់ទៅបោះឲ្យឆ្កែអត់ប្រយោជន៍ទេស៊ីវ៉ាហ្វិនបងស្រីមិនដែលសុំអង្វរអ្វីនាងពីមុនមកទេបងលុតជង្គង់សុំអង្វរនាងហើយជួយបងលើកនេះមួយមកណាបងគោរពអង្វរនាងហើយគឺជាពួកគេបងមើលទៅលឿនឡើងមីងវ៉ាងប្រញាប់ក្រោកឡើងដេវីត្រជាក់ណាស់ពួកអ្នកគឺជាមីងវ៉ាងខ្ញុំឈ្មោះយេឈិននេះជាប្អូនស្រីខ្ញុំយឺកាលនោះពួកយើងអស់ផ្លូវដើរដូចជាកូនឆ្កែកូនឆ្មាគ្មានម្ចាស់តិចនៅតាមទីវាលព្រឺគឺអ្នកទាំងពីរបានជួយសង្គ្រោះពួកយើងឲ្យបាយក្តៅមួយចានដល់ពួកយើងផ្ដល់ក្តីសង្ឃឹមឲ្យពួកយើងបានរស់បន្តអ្នកនៅចាំទេគឺអ្នកទាំងពីរនេះឯងគឺក្មេងពីរអ្នកនោះមែនទេធំដល់ថ្នាក់នេះហើយពិតជាមានសមត្ថភាពមែនពូលីមីងវ៉ាងពួកយើងរកអ្នកទាំងពីរអស់រយៈពេល18ឆ្នាំពេញថ្ងៃនេះទីបំផុតក៏រកឃើញហើយមីងនេះសម្រាប់អ្នកមីងក្នុងកាតនេះមាន2លានលេខកូដសម្ងាត់គឺជាថ្ងៃខែឆ្នាំកំណើតរបស់សៀវគូនេះជាថ្លៃវះកាត់ដែលពួកយើងជូនសៀវគូអ្នកទាំងពីរទទួលយកទៅណាមិនបានទេកូនឲ្យច្រើនពេកហើយពួកយើងទទួលយកមិនបានទេមីងវ៉ាងកាលពីពេលនោះបើគ្មានអ្នកមីងនិងពូលីទេខ្ញុំនឹងយីប្រហែលជាអត់ឃ្លានឬត្រជាក់ស្លាប់ក្នុងច្រកល្ហុកនោះបាត់ទៅហើយគឺអ្នកទាំងពីរដែលបានផ្ដល់ជីវិតឲ្យពួកយើងលុយចំនួននេះបើធៀបនឹងគុណធម៌ដែលបានជួយជីវិតកាលពីមុនគឺមិនអាចយកមកប្រៀបផ្ទឹមបានឡើយកូនឲ្យវាមិនមែនជារឿងធំដុំទេគ្រាន់តែជាកន្លៀតគុយទាវមួយចានប៉ុណ្ណោះវាគ្រាន់តែជាការជួយដោយចៃដន្យឲ្យប៉ុណ្ណោះធ្វើមិនដេចនឹងអាចទទួលលុយច្រើនបែបនេះពីកូនបានពូមីងគុយទាវមួយចាននោះសម្រាប់អ្នកទាំងពីរប្រហែលជាគ្រាន់តែជារឿងចៃដន្យប៉ុន្តែសម្រាប់ពួកយើងវាគឺជាជីវិតបើគ្មានគុយទាវចាននោះក៏គ្មានខ្ញុំនិងបងប្រុសនៅថ្ងៃនេះដែរអ្នកទាំងពីរទទួលយកទៅចុះជំងឺរបស់ប្អូនប្រុសសៀវគូទុកយូរទៀតមិនបានទេកូនឲ្យពួកកូនពិតជាបានជួយជីវិតគ្រួសាររបស់មីងទាំងមូលហើយគុណធម៌ដ៏ធំធេងបែបនេះតើឲ្យពួកយើងសង្វិញដោយរបៀបណាទៅនិយាយទៅខ្ញុំមិនអាចបំភ្លេចរដូវរងានោះបានទេវាពិតជាត្រជាក់ខ្លាំងណាស់ពូនឹងលោកលីបាននាំពួកយើងទៅផ្ទះថែមទាំងធ្វើគុយទាវឲ្យបងប្អូនខ្ញុំញ៉ាំទៀតគុយទាវចាននោះគឺជាគុយទាវដែលឆ្ងាញ់បំផុតដែលខ្ញុំធ្លាប់ញ៉ាំក្នុងជីវិតនេះតោះទៅផ្ទះទៅមីងនឹងធ្វើគុយទាវរសជាតិដើមនោះឲ្យពួកក្មួយញ៉ាំម្ដងទៀតសាកមើលតើត្រូវរសជាតិដើមដែរឬទេគឺរសជាតិនេះឯងដូចបេះបិទតែម្ដងពូមានរឿងអីឬអត់តើពូមិនស្រួលខ្លួនមែនទេមិនអីទេជំងឺចាស់រ៉ាំរ៉ៃទេគឺឈឺធ្មេញនឹងឈឺជាង10ឆ្នាំមកហើយអញចាញ់នេះទៅអ្នកគឺជាឪពុកម្ដាយបង្កើតរបស់ខ្ញុំមកញ៉ាំគុយទាវទៅទុកយូរវាត្រជាក់អស់ហើយនៅតែរសជាតិត្រៃនឹង